ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានចេញមុខព្រមានយ៉ាងខ្លាំងៗថាលោកបានដាក់បញ្ជាទុកជាមុនដល់កងទ័ពអាមេរិកថាប្រសិនបើមានករណីធ្វើឃាតលើរូបលោកពីសំណាក់ប្រទេសអ៊ីរ៉ង់នោះកងកម្លាំងអាមេរិកត្រូវបើកការវាយប្រហារតបតវិញភ្លាមៗដោយប្រើប្រាស់មីស៊ីលចំនួន 1000 គ្រាប់ដើម្បីកំទេចប្រទេសនេះឲ្យរាបស្មើហើយថែមទាំងអាចបន្តការវាយប្រហារទ្រង់ទ្រាយធំក្នុងរយៈពេលពេញមួយឆ្នាំឬលើសពីនេះថែមទៀតការគំរាមកំហែងនេះត្រូវបានលោកដូណាល់ត្រាំបង្ហោះនៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី12ខែកក្កដាឆ្នាំ2026ចំនួនពាក្យសម្ដីនេះកើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថាប្រភពចារកម្មអ៊ីស្រាអែលបានផ្ដល់ព័ត៌មានទៅកាន់សហរដ្ឋអាមេរិកថាអ៊ីរ៉ង់កំពុងរៀបចំផែនការលួចធ្វើឃាតប្រធានាធិបតីអាមេរិករូបនេះយោងតាមប្រភពពីសារព័ត៌មានអន្តរជាតិធំៗជាច្រើនដូចជា CNN, The Wall Street Journal, The New York Times និង The Day Express ដែលបានចុះផ្សាយកាលពីថ្ងៃប្រហោះទី9ខែកក្កដាឆ្នាំ2026បានបញ្ជាក់ថាអ៊ីស្រាអែលបានជូនដំណឹងអំពីផែនការនេះទៅកាន់ទីក្រុង Washington រួចរាល់ហើយប៉ុន្តែព័ត៌មាននេះមិនត្រូវបានទម្លាយជាសាធារណៈនៅពេលនោះទេ